ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនាប្រាសាទបុរាណខ្មែរយើងមួយទៀតហើយចាដែលប្រាសាទនេះស្ថិតនៅមិនឆ្ងាយពីប្រាសាទភ្នំរូងនិងស្ថិតនៅមិនឆ្ងាយពីបារាយណ៍ទឹកថ្លានោះទេចាដែលប្រាសាទនេះគឺមានឈ្មោះថាប្រាសាទគោកពោដែលស្ថិតនៅភូមិគោកពោឃុំដូនកែវស្រុកពួកខេត្តសៀមរាបចាអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនចូលទៅខាងក្នុងដើម្បីទស្សនានៅប្រាង្គប្រាសាទមួយនេះប្រាសាទគោកពោគឺសាងសង់នៅលើទីទួលខ្ពស់មួយដែលមានក្រសិនទឹកព័ទ្ធជុំវិញសាងសង់មានតួប្រាង្គចំនួន3ចានេះគឺជាប្រាង្គខាងស្ដាំដៃគឺរោងការបាក់បែកស្ទើរតែទាំងស្រុងទៅហើយចាយើងឃើញនៅសេសសល់តែជញ្ជាំងមួយផ្នែកទូចតែប៉ុណ្ណោះចាហើយចំពោះប្រាង្គកណ្ដាលគឺនៅមានសភាពស្រស់ស្អាតច្រើនហើយទើបតែទទួលបាននៅការជួសជុលពីអាជ្ញាធរជាតិអប្សរាចាអញ្ជើញពុកម៉ែបងប្អូនចូលទៅទស្សនាប្រាង្គកណ្ដាលជាមួយនាងខ្ញុំទាំងអស់គ្នាចាប្រាសាទនេះគឺសាងសង់ឡើងនៅសតវត្សទី9គឺមានអាយុកាលមុនប្រាសាទអង្គរវត្តទៅទៀតចានៅក្នុងប្រាង្គកណ្ដាលយើងមានឃើញនៅជើងទម្រមួយប៉ុន្តែយើងមិនច្បាស់ថាជើងទម្រនេះគឺតម្កល់នៅរូបបដិមាចាព្រះអង្គមួយណាទេចាតែយើងគ្រាន់តែដឹងថាប្រាសាទនេះគឺសាងសង់ដើម្បីឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនាចាដែលសាងសង់អំពីឥដ្ឋដុតឆ្អិនលាយជាមួយនឹងថ្មភក់និងថ្មបាយក្រៀមចាហើយនៅខាងឆ្វេងដៃនេះគឺជាប្រាង្គមួយទៀតចាប៉ុន្តែបាក់បែកអស់ទៅហើយនៅសល់តែគ្រឹះតែប៉ុណ្ណោះចាប្រាសាទគោកពោនេះដែរគឺមិនសូវមានភ្ញៀវចាគាត់អញ្ជើញមកដល់ដើម្បីទស្សនាទេចាគឺដោយសារតែបងប្អូនភាគច្រើនគឺគាត់មិនបានដឹងថានៅទីនេះគឺមាននៅប្រាង្គប្រាសាទបុរាណខ្មែរយើងទេចាភាគច្រើនគឺមានតែបងប្អូនដែលគាត់រស់នៅម្ដុំហ្នឹងនិងបងដែលគាត់ជាអ្នកថតផ្សព្វផ្សាយនៅប្រាង្គប្រាសាទបុរាណខ្មែរយើងចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបានឃើញនៅវីដេអូរបស់នាងខ្ញុំហើយកុំភ្លេចអញ្ជើញមកទស្សនាប្រាសាទគោកពោនេះផងដើម្បីជាការលើកស្ទួយនៅគេដំណើរដូនតានិងដើម្បីមកស្គាល់នៅទីតាំងបុរាណស្ថានដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូរបស់នាងខ្ញុំជូនពរដល់ពុកម៉ែបងប្អូនឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនពេលនេះក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ